ប្រវត្តិនៃប្រាសាទតាក្របីរបស់ខ្មែរដែលកសាងឡើងឧទ្ទិសថ្វាយសម្រាប់ព្រះឥសូរដោយប្រាសាទព្រះវិហារដែរសូមពឹងប្រិយមិត្តកូនខ្មែរទាំងអស់គ្នាមេត្តាជួយ Subscribe Channel YouTube មរតកខ្មែរម្នាក់មួយផងដើម្បីឲ្យក្រុមមរតកកូនខ្មែរផលិតនៃវីដេអូបែបប្រវត្តិសាស្ត្រនៅពេលខាងមុខទៀតសូមប្រិយមិត្តកូនខ្មែរទាំងអស់គ្នាជួបតែសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ពេលគ្រប់វេលាសូមអរគុណប្រាសាទតាក្របីមានទីតាំងស្ថិតនៅលើជួរភ្នំដងរែកក្នុងភូមិបោះធំឃុំគោកខ្ពស់ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យដែលមានចម្ងាយប្រមាណ12គីឡូម៉ែត្រភាគខាងកើតប្រាសាទតាមាន់ធំនិងចម្ងាយប្រមាណ6គីឡូម៉ែត្រភាគអាគ្នេយ៍ភូមិបាក់ដៃខេត្តសូរិនប្រទេសថៃដែលជាអតីតដែនដីទឹកដីរបស់ខ្មែរដូចគ្នាដែរប្រាសាទតាក្របីក៏សាងសង់ឡើងឧទ្ទិសដល់ព្រះឥសូរដូចនឹងប្រាសាទព្រះវិហារប្រាសាទតាមាន់ធំនិងប្រាសាទតាមាន់តូចជាដើមថ្ងៃនេះមរតកខ្មែរសូមបង្ហាញជូនពីចំណេះដឹងទូទៅស្ដីពីប្រាសាទតាក្របីដូចតទៅបើតាមលោកម៉ង់វ៉ាលីមន្ត្រីជំនាញបេតិកភណ្ឌបានឲ្យដឹងថានៅក្នុងឯកសាររបស់អ្នកស្រាវជ្រាវបារាំងបានកត់ត្រាឈ្មោះប្រាសាទនេះថាប្រាសាទព្រះឥសីឬប្រាសាទឫស្សីប៉ុន្តែឈ្មោះដែលអ្នកស្រុកខ្មែសហៅបច្ចុប្បន្នគឺប្រាសាទតាក្របីឬជនជាតិថៃមួយចំនួនហៅថាតាខ្វាយឬតាក្របីនិងតាខ្វាយមានន័យដូចគ្នាចំណែកមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យបានឲ្យដឹងថានេះជាប្រាសាទដែលមានខ្លោងទ្វារ4ខ្លោងទ្វារសំខាន់បែរទៅទិសខាងកើតតួសំខាន់នៃប្លង់មានរាងកាកបាទបែរមុខទៅកើតខ្លោងទ្វារខាងកើតមានប្រវែងវែងជាងបន្តិចបន្តួចខ្លោងទ្វារ3ផ្សេងទៀតខឿនប្រាសាទទៀបឯផ្នែកខាងក្រោមបង្អស់សាងអំពីថ្មបាយក្រៀមហើយផ្នែកខាងលើសាងពីថ្មភក់ទាំងអស់ដំបូលសង់រាងមូលត្រង់រៀបជា5ជាន់ឡើងចំណែកឯដំបូលខ្លោងទ្វារដំបូលសាងរាងមូលត្រង់រៀបជា5ជាន់ឡើងចំណែកឯដំបូលខ្លោងទ្វារសាងលយបង្ហាញឲ្យឃើញច្បាស់អំពីក្បាច់ហោជាងប្រភពដដែលបានបន្តថាប្រាសាទតាក្របីជាប្រាសាទមួយដែលគ្មានក្បាច់លម្អនិងសិលាចារឹកបន្សល់ទុកជាតឹកតាងក្នុងការកំណត់ពីការបរិច្ឆេទរបស់ប្រាសាទឡើយដូចជាការស្រាវជ្រាវត្រូវពឹងផ្អែកទៅលើការប្រៀបធៀបទៅនឹងសំណង់មួយចំនួនដែលស្ថិតនៅក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី1ដែលមានដូចជាតួប៉មកណ្ដាលនៃប្រាសាទបន្ទាយស្រីដំដែកនិងតួប៉មកណ្ដាលនៃប្រាសាទតាកែវជាដើមមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យក៏បានឲ្យដឹងថាតាមរយៈការប្រៀបធៀបនេះយើងអាចទទួលការបរិច្ឆេទរបស់ប្រាសាទតាក្របីឃើញថាប្រាសាទនេះស្ថិតនៅក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី1នាសតវត្សទី11និងគ្រិស្តសករាជនិងស្ថិតនៅក្នុងរចនាបថឃ្លាំងប្រាសាទតាក្របីត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាដោយយើងពឹងផ្អែកទៅតាមការសង្កេតផ្ទាល់បានឲ្យយើងដឹងថាប្រាសាទនេះក៏សាងឡើងដើម្បីគោរពដល់ព្រះឥសូរពីព្រោះនៅកន្លែងទីសក្ការៈមានថ្មធម្មជាតិដែលបុរាណវិទូហៅថាស្វយចម្ពុលឹងជាមួយគ្នានេះលោកម៉ង់វ៉ាលីក៏បានបន្ថែមឲ្យយើងដឹងទៀតថាប្រាសាទតាក្របីជាស្ថាបត្យកម្មព្រហ្មញ្ញសាសនានិកាយសីវៈដែលទំនាក់ទំនងកសាងឡើងក្នុងរាជចុងក្រោយនៃសតវត្សទី11ដល់សតវត្សទី13ហើយជាស្ថាបត្យកម្មសាសនាសាងសង់នៅលើភ្នំដងរែកដ៏សំខាន់មួយស្ថិតនៅតាមបណ្ដោយផ្លូវបុរាណចេញពីតំបន់អង្គរឆ្ពោះទៅកាន់តំបន់ភិមាយដែលគេស្គាល់ថាផ្លូវពាយ័ព្យបន្ថែមពីនេះទៅទៀតតាមការសិក្សារបស់លោកអេតានីម៉ានីលបានបង្ហាញថានៅទីតាំងនេះមានសល់បំណែកកុលាបភាជបុរាណជាច្រើនថែមទៀតផងជាពិសេសនៅត្រង់200ម៉ែត្រភាគខាងកើតប្រាសាទតាក្របីនៅសម័យបច្ចុប្បន្ននេះប្រាសាទតាក្របីមានប្រជាជនគោរពបូជានៅឡើយការគោរពបូជានៅលើប្រាសាទនេះគឺមានលក្ខណៈខុសគ្នារវាងប្រជាជនខ្មែរនិងប្រជាជនថៃ
ប្រជាជនខ្មែរឡើងទៅធ្វើកិច្ចពិធីនៅពេលដែលមានបុណ្យធំៗដូចជាគឺជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរជារៀងរាល់ថ្ងៃគេតែងតែឃើញមានប្រជាជនថៃចាប់ពី100ទៅ200នាក់ឡើងទៅទស្សនានិងចូលមកកាន់ក្នុងប្រាសាទដើម្បីបួងសួងសូមឲ្យមានសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ពេលគ្រប់វេលាតែគួរឲ្យសោកស្ដាយប្រាសាទតាក្របីរបស់ខ្មែរដែលមានវ័យចំណាស់10សតវត្សមកហើយរបស់ប្រទេសខ្មែរនេះត្រូវបានកងទ័ពថៃទម្លាក់គ្រាប់បែកធុនធ្ងន់កំទេចទាំងស្រុងនៅថ្ងៃទី8ខែធ្នូឆ្នាំ2025បងប្អូនប្រិយមិត្តកូនខ្មែរទាំងអស់គ្នាយើងក្នុងនាមជាកូនខ្មែរពិតជាមានការសោកស្ដាយហើយក៏សូមថ្កោលទោសនៅទង្វើរបស់ពួកចោរសៀមឈ្នានពានដែលបានមកកំទេចទម្លាក់មកបំផ្លាញសម្បត្តិរបស់គេដូនតារបស់ខ្មែរយើងនេះហើយក៏សូមដួងវិញ្ញាណក្ខន្ធព្រលឹងបុព្វបុរសជួយคุ้មគ្រងថែរក្សាប្រាសាទនិងទឹកដីរបស់ខ្មែរយើងឲ្យបានគង់វង្សតទៅបន្ទាប់ពីបានស្ដាប់នឹងការអធិប្បាយរបស់ក្រុមមរតកខ្មែររួចតើប្រិយមិត្តកូនខ្មែរទាំងអស់គ្នាអាចស្វែងយល់និងចាប់បាននូវចំណេះដឹងអ្វីខ្លះហើយក៏សូមពឹងទៅដល់ប្រិយមិត្តកូនខ្មែរទាំងអស់គ្នាមេត្តាជួយ Subscribe Channel YouTube មរតកខ្មែរម្នាក់មួយផងដើម្បីជាការគាំទ្រឲ្យក្រុមមរតកខ្មែរផលិតនៅវីដេអូបែបប្រវត្តិសាស្ត្រដែលជាកេរមរតកខ្មែរយើងតទៅមុខទៀតសូមអរគុណ